ព្រឹកនេះខ្ញុំធ្វើផ្សែងមកបងផុតអត់ស្អាតទេខ្ញុំលីងមេថ្មល់ជាមួយប្រហុកហើយនឹងសាច់ជ្រូកច្រាំស្ករត្នោតខ្ទឹមសយើងហ្នឹងទេវាត្រូវដាក់កសាំងមួយទៀតតែអត់បានទៅបេះកសាំងហ្មងអញ្ចឹងខ្ញុំធ្វើឲ្យហើយទៅជាតិផ្អែមទៅចាំបានទៅចកាចាំទៅបេះក្របេះកសាំងយើងមិនដាក់ក្រោយឆាឆ្អិនហើយទុកឲ្យប្តីយកទៅកន្លែងធ្វើការមានអីទេបេះអានេះយកទៅផ្ទាប់តេះ feedback ភ្លាមជាមួយឆ្ងាញ់អត់មួយដៃប្លាក់ខ្ជូងទៀតផ្លែឈើនៅផ្លែបើស្ងោមួយឆ្នាំងធំតើតែមេបាល់បងប្អូនតើកោព្រួយខាត់ឆ្លោចវាអត់ដូចហ្គាសហើយវាក្រានហ្គាសយើងថយភ្លើងបានអត់ក្រានជូងអស់ខ្ញុំចេះតែបថយភ្លើងអត់លុតអស់ហើយអ្នកចូលចិត្តប្រហុកអ្នកចូលចិត្តលក់រះល្វីងតិចឯត្រូវមកព្រឹកនេះខ្ញុំអត់តន់មួយទឹកអត់តន់លុបមុខដោះថ្មិញទេចាតែបាន2វីដេអូហើយនេះភ្លក់តែអានេះអត់មានលក់អីណាទីទិញរោអីអត់មានទេម្រះខ្ចីល្វីងតិចស្រួយផ្អែមតិចប៉ះជាមួយនឹងប្រហុកលីងក្រងរសជាតិសាច់ជ្រូកបន្តិចរសជាតិឈ្ងុយស្ករត្នោតឈ្ងុយមេថ្មល់ឈ្ងុយប្រហុកខ្មែរយើងប្រហុកស្រែឆ្ងាញ់ទាំងអស់អ្នកចូលចិត្តប្រហុកបងប្អូនមានសម្បូរណាស់កក់ទៅសាក់ឈុកកញ្ញាញ៉ាំខ្ញុំឃើញផលិតផលមិនថាប្រេនទុយប្រេនធំច្រើនណាឃើញគេផ្សាយសម្បូរល្អកក់សាក់ទៅធ្វើសាក់លលាស់ទន់លងតែអត់ទាន់មានម្ចាស់ប្រេនណាផលិតសម្បូរកក់សាក់ឲ្យសាក់ត្រង់សោះអត់មានសាក់ខ្ញុំវាខូចសាក់ខ្ញុំនិយាយទៅអត់រួញពីកណ្ដាលទេតែម៉ែខ្ញុំគាត់សែនគាត់សាក់កញ្ញាញ់ហើយដល់ទៅពេលខ្ញុំចាប់ផ្ដើមពេញវ័យជំទង់ខ្ញុំមករៀនដល់ថ្នាក់ទី6ទី5ទី6សក់ខ្ញុំឡើងកញ្ញាញ់មកខូចកាលហ្នឹងនៅទូចដែរគេលេងសក់ពណ៌សេរីនឹងសក់ពណ៌ថ្នោតពណ៌ក្រហមឆេះលាបតាមគេតាមឯងដែរសក់ខូចទល់ពេលអ៊ុតត្រង់នៅដោះមកអញ្ចឹងវាខូចហ្មងវាសែនកាលនៅទូចអត់ទេអានេះរឿងចាស់គ្រាប់ម្រះល្វីងហ៎គ្រាប់ម្រះផ្អែមទៅរៀងរឹងគ្រាប់រៀងរឹងហ្នឹង